បាទគោរពជំរាបសួរពុកម៉ែបងប្អូនជាថ្មីម្ដងទៀតថ្ងៃនេះយើងចុះបាញ់ជីទឹកអង្គទៅកាន់ទ្រុងមន់ទ្រុងជ្រូកហើយនឹងទ្រុងទារបស់យើងជាធម្មតាខ្ញុំបាញ់មួយអាទិត្យយើងបាញ់2 ដងយើងបាញ់ឆ្លាស់គ្នាជាមួយនឹងទឹកក្បងដែលយើងយកផេះមកធ្វើទឹកក្បងអញ្ចឹងណាតែនេះយើងដល់ពេលដែលយើងត្រូវបាញ់ជីទឹកអង្គបាញ់ទៅលើទ្រុងជ្រូកផងទ្រុងមន់ផងទ្រុងទាផងបាញ់ទាំងទៅលើសัตว์បាញ់ទាំងទៅលើកន្លែងរបស់វារស់នៅទាំងស្នូកអីរបស់វាហើយយើងឃើញថាតាមពិតអង្ការពីមុនខ្ញុំបាញ់វាជាប្រចាំតែយើងខានបាញ់តាំងពីអង្ការខែ9រហូតមកដល់ខែ2បានយើងចាប់ដើមបាញ់វិញយើងខានបាញ់យូរចាប់ដើមទ្រុងសัตว์របស់យើងចាប់ដើមមានក្លិនហើយមួយរយៈក្រោយនេះខ្ញុំសង្កេតឃើញអ្នកមើលសัตว์របស់ខ្ញុំគាត់ប្រាប់មកសัตว์វាអត់សូវស៊ីចំណីវាដាច់ចំណីហើយយើងព្យាយាមរោមចូលបាយចាក់ថ្នាំមកវាផងយើងបបយើងទៅបេះបន្លែបេះតកួនដាក់ឲ្យវាថែមផងវានៅតែអត់ស៊ីហើយយើងក៏បានចាប់អារម្មណ៍មករឿងថាដោយសារនឹងរុយវាច្រើនក្លិនវារស់នៅវា stress កន្លែងវាអត់ស្អាតអញ្ចឹងយើងបាញ់ទឹកលាងមិនប៉ុន្តែវាអត់បានស្លាប់អាពពួកបាក់តេរីជួនកាលវាធ្វើឲ្យអារំខានក្នុងការរស់នៅធ្វើឲ្យសត្វរបស់យើងនឹងវា stress អញ្ចឹងណាអញ្ចឹងដល់ពេលយើងចាប់ដើមអនុវត្តតាមគោលការណ៍ចាស់របស់យើងខ្ញុំព្យាយាមធ្វើអាជីទឹកអង្គយើងដាំបាយយើងអីអញ្ចឹងទៅយើងសល់ទឹកអង្គយើងយកធ្វើជីដោយដែលខ្ញុំបង្ហាញប្រាប់អង្ការវីដេអូមុនហើយយើងអាសាបាញ់ទៅលើវាបាញ់បានប្រហែលជាង20ថ្ងៃជ្រូករបស់យើងចាប់ដើមស៊ីបាយឡើងវិញទាំងអស់ហើយអ្នកមើលគាត់មកប្រាប់ខ្ញុំគាត់បានចាប់អារម្មណ៍អ្នកមើលគាត់មកប្រាប់ថាឥឡូវជ្រូករបស់យើងចាប់ដើមស៊ីឡើងវិញទាំងអស់ហើយស៊ីច្រើនជាងពីមុនទៀតការពីមុនយើងដាក់ទៅ10ធុងពេត្រូឥឡូវយើងឡើងដល់15ធុងពេត្រូហើយប្រហែលថ្ងៃនេះឡើងដល់8 10ធុងអញ្ចឹងមានន័យថាជ្រូករបស់យើងវាចាប់ដើមស៊ីបាយស៊ីចំណីដែលយើងដាក់ឲ្យហ្នឹងវាកាន់តែច្រើនទៅតាមសភាពដើមរបស់វាវិញអញ្ចឹងបន្តិចបន្តួចហ្នឹងហើយដែលខ្ញុំមើលឃើញថាវាមានសារៈសំខាន់ពីព្រោះទឹកអង្គហ្នឹងវាជួយច្រើនណាយើងបាញ់ទៅលើដំណាំវាកចាត់ពពួកបាក់តេរីមិនល្អនៅលើដំណាំរបស់យើងអញ្ចឹងណាហើយយើងបាញ់ទៅលើទ្រុងសัตว์របស់យើងពីមុនរុយលឹងពេញតែដល់ពេលយើងបាញ់បានជាង20ថ្ងៃនេះយើងឃើញថាចាប់ដើមកាត់បន្ថយរុយច្រើនមែនទែនហ្មងហើយពុកម៉ែបងប្អូនដែលនៅខាងអាចជិះកាត់ស្ទឹងត្រែងអីបើចង់ចូលមើលអាចចូលមើលបានទ្រុងជ្រូករបស់យើងហ្នឹងទ្រុងទារបស់យើងអត់មានក្លិនស្អុយទេវាមានក្លិនក្អូបរបៀបជីទឹកអង្គរបស់យើងផ្អាប់លាយជាមួយនឹងស្ករល្ងូអញ្ចឹងហើយវារៀងក្លិនក្អូបឈួលរបៀបស្ករល្ងូយើងដើរចូលទៅគឺអត់មានក្លិនតែម្ដងហើយរុយអីកាលពីមុនវាមានច្រើនតែដល់ពេលយើងបាញ់ឥឡូវចាប់ផ្ដើមកាត់បន្ថយច្រើនមែនទែនហ្មងជីដែលយើងបាញ់ទៅវាត្រូវជួនកាលវាត្រូវជាមួយនឹងពងរុយអញ្ចឹងវាធ្វើឲ្យពងរុយហ្នឹងវាអត់ញាស់ដល់ពេលអញ្ចឹងពីមួយអាទិត្យទៅមួយអាទិត្យវាចាប់ដើមកាត់បន្ថយទៅដោយសារតែពេលដែលវាពងថ្មីមកវាអត់បានញាស់អញ្ចឹងវាចាប់ដើមកាត់បន្ថយចំនួនរុយហើយយើងគិតថាបន្តិចទៀតវាមិនអាចអត់សុទ្ធ 100% ទេប៉ុន្តែវាកាត់បន្ថយកាន់តែច្រើនទៅអញ្ចឹងណាអញ្ចឹងសង្ឃឹមថាសារនេះអាចនឹងផ្ដល់ជាសារៈប្រយោជន៍ទៅកាន់ពុកម៉ែបងប្អូនអ្នកដែលចិញ្ចឹមសត្វក៏ដោយអ្នកដែលដាំដំណាំដាំបន្លែក៏ដោយកុំចោលឲ្យសោះទឹកអង្គរបស់យើងនឹងគួរតែអនុវត្តធ្វើវាជាប្រចាំឲ្យបានខ្ជាប់ខ្ជួនខ្ញុំគិតថាទាំងសុខភាពរបស់យើងក៏ល្អសុខភាពរបស់សត្វរបស់យើងបរិស្ថានជុំវិញយើងគឺវាល្អទៅទាំងព្រមជាមួយគ្នាហ្មងអញ្ចឹងណាអរគុណហើយចាំជួបគ្នានៅវីដេអូក្រោយទៀតបាទ